សួស្តីអ្នកនាងចឹងហើយនេះយើងមករៀនពីរបៀបដូរឈ្មោះ page ចឹងជាធម្មតានៅពេលដែលយើងបង្កើត page ហើយយើងត្រូវការយើងអត់ឆ្លាញ់ឈ្មោះហ្នឹងហើយយើងត្រូវការដូរឈ្មោះ page ឬក៏យើងចង់ដាក់ឈ្មោះផ្សេងអីពេលខ្លះយើងបង្កើតមកយើងអត់ទាន់ពេញចិត្តអញ្ចឹងអូខេចឹងយើងគ្រាន់ចូលក្នុង page របស់យើងមកបន្តមកទៀតយើងចូលទៅកន្លែង setting នេះ setting and privacy ហ្នឹងហើយចូលពាក្យ setting មកអូខេបន្ទាប់ពីចូលដល់ពាក្យ setting ហើយយើងយកពាក្យ page setup អញ្ចឹងយើងនឹងឃើញហើយនៅក្នុងហ្នឹងគឺ name អញ្ចឹងយើងចុចកន្លែងលើ name ហ្នឹងមកបន្តមកទៀតចុចកន្លែង edit អូខេអញ្ចឹងនៅក្នុងកន្លោននេះគឺយើងអាចដូរឈ្មោះ page បានហើយយើងលុបឈ្មោះចាស់ចេញហើយយើងដូរដាក់ឈ្មោះថ្មីយើងដាក់ថា drama movie អីចឹងទៅបន្តមកទៀតយើងចុចពាក្យ review change អូខេបន្តមកទៀតយើងគេឲ្យយើងពេញ password Facebook ហើយអញ្ចឹងកន្លែងហ្នឹងយើងត្រូវដាក់ password Facebook បើយើងអាចបដូរឈ្មោះ page ហ្នឹងបាននេះខ្ញុំ save ហើយនៅហ្នឹងហើយ password Facebook ហ្នឹងអញ្ចឹងខ្ញុំគ្រាន់ចុចទៅវា load មកឲ្យទេបើអ្នកនរគ្នាអត់ដើរ save ទេយើងត្រូវវាយកន្លែងហ្នឹងបន្តមកទៀតចុចពាក្យ request change អូខេយើងរងចាំតិចទៅអញ្ចឹងវាបានជោគជ័យហើយយើងចូលក្នុង page របស់យើងមកនេះអញ្ចឹងពីដំបូងឈ្មោះហើយ KS នេះបន្តមកទៀតអូខេឥឡូវវាចេញមកនេះ drama movie អញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯង